ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ច្រានចោលសេចក្តីរាយការណ៍ព័ត៌មានដែលមានចរិតបំភាន់មូលបង្កាច់និងគ្មានវិជ្ជាជីវៈរបស់កាសែត The Nation Thailand អង្គភាពទំនាក់ទំនងសាធារណៈនៃក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍នៅថ្ងៃទី19 ខែតុលាឆ្នាំ2025បានចេញមកច្រានចោលសេចក្តីរាយការណ៍ព័ត៌មានដែលមានចរិតបំភាន់មូលបង្កាច់និងគ្មានវិជ្ជាជីវៈរបស់កាសែត The Nation Thailand កាលពីថ្ងៃទី19 ខែតុលាឆ្នាំ2025ដែលមានចំណងជើងថាសាធារណរដ្ឋកូរ៉េផ្អាកគម្រោងគាំទ្រវិស័យគ្រប់គ្រងទឹកនៅកម្ពុជាឬ Seoul Hall Water Management Support Project in Cambodia ដោយភ្ជាប់រូបថតនៃពិធីចុះហត្ថលេខាលើអនុស្សរណៈរវាងក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងវិទ្យាស្ថានគោលនយោបាយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង STEPI អង្គភាពទំនាក់ទំនងសាធារណៈនៃក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានធ្វើការបំភ្លឺដូចខាងក្រោមទី1កិច្ចសហប្រតិបត្តិការរវាងក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងវិទ្យាស្ថានគោលនយោបាយវិទ្យាសាស្ត្រនិងបច្ចេកវិទ្យារបស់កូរ៉េខាងត្បូង STEPI កំពុងបន្តនិងគ្មានការរំខានក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងវិទ្យាស្ថាន STEPI កំពុងបន្តកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងវិស័យវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍រួមទាំងគម្រោងសិក្សាស្តីពីតំបន់បណ្ដុំនវានុវត្តន៍ឧស្សាហកម្ម Industrial Innovation Cluster រាល់សកម្មភាពនៃកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងរវាងស្ថាប័នទាំងពីរកំពុងដំណើរការជាប្រក្រតីនិងប្រកបដោយភាពស្ថាបនាទី2កាសែត The Nation Thailand បាននឹងកំពុងអនុវត្តខុសក្រមសីលធម៌សារព័ត៌មានយ៉ាងធ្ងន់ធ្ងរស្ថាប័ននេះបានប្រើប្រាស់និងបង្ហាញខុសនៅរូបថតនៃពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងវិទ្យាស្ថាន STEPI ដោយចេតនាបំភាន់ថាកិច្ចសហប្រតិបត្តិការនេះត្រូវបានផ្អាកទង្វើបំភ្លៃការពិតនេះបង្ហាញពីការខ្វះការទទួលខុសត្រូវក្នុងវិជ្ជាជីវៈក្នុងចេតនាបំផ្លាញកេរ្តិ៍ឈ្មោះរបស់រដ្ឋាភិបាលកម្ពុជានិងបំភាន់អ្នកអាននៅទូទាំងពិភពលោកអង្គភាពទំនាក់ទំនងសាធារណៈនៃក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ចាត់ទុកការរាយការណ៍ព័ត៌មាននេះថាជាការប៉ុនប៉ងបំភាន់សាធារណមតិនិងបង្ខូចកិច្ចសហប្រតិបត្តិការរបស់ព្រះរាជាណាចក្រកម្ពុជានិងសាធារណរដ្ឋកូរ៉េយើងបដិសេធយ៉ាងដាច់អហង្ការចំពោះសេចក្តីរាយការណ៍ព័ត៌មានដោយគ្មានវិជ្ជាជីវៈនិងការទទួលខុសត្រូវនេះក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បន្តផ្ដល់តម្លៃនិងលើកកម្ពស់ភាពជាដៃគូដ៏ជិតស្និទ្ធនិងមិត្តភាពជាមួយរដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋកូរ៉េដោយផ្អែកលើស្មារតីនៃការជឿទុកចិត្តគ្នាទៅវិញទៅមកតម្លាភាពនិងការបដិញ្ញាចិត្តរួមគ្នាក្នុងការជំរុញវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពអង្គភាពទំនាក់ទំនងសាធារណៈនៃក្រសួងឧស្សាហកម្មបច្ចេកវិទ្យានិងនវានុវត្តន៍ស្នើឲ្យសាធារណជននិងស្ថាប័នព័ត៌មានទាំងអស់ផ្ទៀងផ្ទាត់ព័ត៌មានពីប្រភពដែលគួរឲ្យទុកចិត្តនិងផ្លូវការហើយសូមកុំពឹងផ្អែកលើបណ្ដាញផ្សព្វផ្សាយដែលមានចរិតលំអៀងគ្មានក្រមសីលធម៌វិជ្ជាជីវៈដែលផ្សព្វផ្សាយព័ត៌មានខុសពីការពិត